កំរងរឿងព្រេងនិទានខ្មែររឿងតំឡង់7សំតានកាលពីព្រេងនាយមានបុរសប្តីប្រពន្ធនាំគ្នាទៅសួរបងប្អូននៅភូមិត្រៃសណ្ដែកដើរទៅប្រទះនឹងអាតំឡង់7សំតានកំពុងតែទឹមគោភ្ជួរស្រែបុរសប្តីប្រពន្ធនោះសួរថាអ្នកឯផ្លូវណាកាត់ត្រង់ទៅលើភូមិព្រៃសណ្ដែកត្បិតខ្ញុំខានមកយូរឆ្នាំហើយមិនដឹងជាផ្លូវណាគាត់ទៅឲ្យត្រង់កូនក្រលបង្គោលស្ទឹងអាក្រហមមួយនេះម្ដាយក្មេកគាត់ចែកឯអាស្នែងកែភ្នែកឪអញគាត់ឲ្យអញមិនលួចគោរបស់អាណាមកទឹមទេឯបុរសប្តីប្រពន្ធនោះសួរថាអ្នកឯងយើងសួរផ្លូវគាត់និយាយពីគោហើយស្ដីកំរោះកំរួយឲ្យយើងផងណៅយេយើងកុំខ្ចីសួរវាយូរឆាប់គង់តែនឹងទៅដល់ផ្ទះបងប្អូនមិនខានហើយក៏បណ្ដៅគ្នាហួសទៅឯអាតំឡង់7សន្តាននោះក៏ខំភ្ជួរស្រែមិនឈប់ដល់ពេលថ្ងៃជិតត្រង់មេតំឡង់ជាប្រពន្ធក៏ទូលបាយទៅឲ្យប្តីបរិភោគលុះទៅដល់ក៏ដាក់លៃបាយក្រោយម្លប់ឈើនៅភ្លឺស្រែប្តីឃើញប្រពន្ធយកបាយមកឲ្យក៏ឈប់ភ្ជួរស្រែបរិភោគបាយនិយាយទាំងខឹងប្រាប់ប្រពន្ធថាមានបុរសប្តីប្រពន្ធបណ្ដើរគ្នាមកពីណាចោទប្រកាន់ថាអញលួចគោវាឯគោមួយនឹមនេះប្រកាសជាម៉ែឪឯងចែកមកប្រពន្ធឃើញមាត់ប្តីនិយាយមកនឹកស្មានថាស្ដីឲ្យខ្លួនស្រាប់ថាខឹងហើយឆ្លើយតបទៅវិញថាអញគិតថាប្តីមកភ្ជួរស្រែតាន់ថ្ងៃត្រង់ខំបញ្ញាប់បញ្ញល់ទូលបាយមកឲ្យស៊ីឥឡូវទៅជាថាឯងមានសហាយអញសហាយនឹងឈ្មោះអាណាគាត់រកមុខឲ្យឃើញឯប្តីមិនទាល់តែពុំបាយអស់មួយកូនលៃប្រពន្ធថាអ្វីក៏មិនលឺផងលោកប្តីបរិភោគរួចប្រពន្ធក៏ត្រក់យកលៃប្តីសួរថាឯងមានការអ្វីអីផ្ទះបានជាបញ្ញាប់ម្លេះប្រពន្ធថាអញមុខជាប្រាប់ម៉ែឪអញមិនខានហើយក៏ដៀតលៃត្រឡប់ទៅដល់ផ្ទះជួបនឹងម្ដាយនិយាយទាំងខឹងមុខក្រហមប្រាប់ម្ដាយថាកូនប្រសាម៉ែឯងវាល្អហើយខ្ញុំទូលបាយទៅឲ្យស៊ីដាក់លៃស្ទើរតែមិនទាន់វាស្ដីឲ្យខ្ញុំថាមានសហាយចំណែកម្ដាយនោះខំញ័រឡើងថាហងឯងដូចឆ្នេះទេតើបានជាមុខក្រហមអញថាកូនថាចៅបានជាចាំផ្ទះឲ្យវាឥឡូវវាថាឯងលួចថ្នាំវាយកទៅដូងមីអន្តធានឯងក្រោយកុំនិយាយដូចនេះមិនត្រូវទេសំបីតែថ្នាំមួយឆ្លុកក៏អញមិនលួចយកផងបើទុកជាអញយកមែនម្ដាយនឹងកូនមិនត្រូវហងឯងពោលឲ្យអញខ្មាស់គេទេចាំឪហងឯងមកអញប្រាប់ឲ្យជេរវាប្រដៅហងឯងមិនខានលុះយូរបន្តិចប្តីមកពីកាប់បង្គោលធ្វើរបងបង្ការមិនឲ្យគោក្របីចូលស៊ីសំណាបសន្ទូងប្រពន្ធនិយាយប្រាប់ប្តីថាកូនស្រីយើងវាយកបាយទៅឲ្យក្តីខ្ញុំចាំផ្ទះឲ្យវាលុះមកវិញវាថាខ្ញុំជាម្ដាយលួចថ្នាំវាដូងខ្ញុំខឹងណាស់ប្តីស្ដាប់មិនឮខឹងនឹងប្រពន្ធក៏ជាថាមេចៅក្រហោហងឯងប្រច័ណ្ឌអញអីម្លេះអញមានស្លៀកពាក់តែងតួដើរលេងចុងស្រីឯណាអញទៅកាប់ឈើធ្វើបង្គោលរបងទេតើអញអត់តែម្ដងនេះក្រោយបើហងឯងនៅតែស្ដីប្រច័ណ្ឌអញទៀតមុខជាអញធាក់ឲ្យដួលទាំងជំហរមិនខានហាមប្រពន្ធហើយបរិភោគបាយរួចទៅចងសន្ទូចបានត្រីត្រឡប់មកផ្ទះវិញវេលាថ្ងៃល្ងាចប្រពន្ធក៏ធ្វើត្រីស្លអាំងឲ្យប្តីបរិភោគខ្លះរំលែកទុកប្រខ្លះដើម្បីនឹងធ្វើសម្រាប់យកទៅប្រគេនលោកកូនឯវត្តនិងកូនប្រុសតូចម្នាក់ឲ្យនៅរៀនអក្សរជាមួយនឹងលោកបងនោះលុះព្រឹកឡើងម្ដាយនោះដាំបាយដួសដាក់ចានមានម្ហូបពីល្ងាចស្រាប់ទូលយកទៅដល់កត់ប្រគេនលោកកូនហើយនិយាយថាខ្ញុំព្រះករុណារលឹកលោកកូនណាស់មួយទៀតប្អូនតូចវារៀនអក្សរគ្រាន់បើទេលោកកូននោះប្រាប់ថាចម្រើនពរញោមអាត្មាសពថ្ងៃនេះកំពុងស្រឡាញ់សិលភ្នោះណាស់អាត្មាមិនសឹកទេម្ដាយក៏ហៅកូនតូចដែលនៅបំរើបងនោះថាអានាងលាលោកបងទៅផ្ទះនឹងម្ដាយបានមួយថ្ងៃសិនត្បិតឪពុកឯងរលឹកណាស់កូនតូចឆ្លើយប្រាប់ម្ដាយថាត្រីញាតលោកបងនៅពីកន្ទុយទុកក្នុងកុដ
ពេលល្ងាចខ្ញុំយកពីជំរាបដុតស៊ីបាយដែលសល់ពីលោកឆាន់ពេលព្រឹកនោះអាលោកសង្ឃដែលគង់នៅជិតកត់ទាំងប៉ុន្មានបានលឺម្ដាយនឹងកូននិយាយតែដោយខ្លួនមិនទទួលសម្រងគ្នាដូចនេះលោកទាំងអស់ទប់ពុំបានក៏សោចត្រហឹងអើងអាប់សេកានោះក៏សំពះលាលោកកូនត្រឡប់មកដល់ផ្ទះវិញហើយលុតជង្គង់ជូនបុណ្យប្តីថាខ្ញុំជូនបុណ្យអ្នកផងប្តីឆ្លើយថាអើអញឃើញបាយសម្លខអាំងភួរទុកនៅសង្រែកអញស៊ីអស់ទៅហើយប្រពន្ធក៏មើលមុខប្តីមើលមុខប្រពន្ធពព្រិចភ្នែកមកធ្វើវាហឺតែដោយខ្លួនលុះយូរបន្តិចស្រាប់តែប្អូនស្រីបង្កើតខាងប្តីនៅភូមិដតីឆ្ងាយមកដល់បានផ្លាយបំរុងមួយផ្ដិលនិងស្លឹកប្រុសស្វាមួយសនុំមកផ្ញើបងនិយាយសួរបងថាបងបានភ្ជួររត់ដកស្ទូនបានស្រ័យប្រមាណហើយបងទាំងប្តីប្រពន្ធឆ្លើយប្រាប់ទៅប្អូនស្រីវិញថាអើហងល្មមទុកដាក់ឲ្យវាមានប្តីទៅចុះតែហងមើលកុំឲ្យតែចេះលេងបៀផឹកស្រាជក់អាភៀនប្អូនស្រីស្ដាប់មិនឮទៀតក៏ប្រាប់ទៅបងទាំងពីរអ្នកថាខ្ញុំស្ដាយត្រឡាចខ្ញុំមួយទ្រើងណាស់កំពុងតែផ្កាក្លឹបតូចស្រាប់តែមេជ្រូកវាទៅឈូសគល់ដាច់ងាប់អស់បងទាំងពីរអ្នកថាហងល្មមទៅផ្ទះក៏ទៅចោះល្ងាចណាស់ហើយក្រែងកូនវាយំរោគប្អូនស្រីនោះក៏ត្រឡប់ទៅផ្ទះវិញព្រោះអ្នកទាំង7នាក់គឺបុរសស្ត្រីប្តីប្រពន្ធម្ដាយឪពុកលោកភិក្ខុកុមារជាកូននិងប្អូនស្រីសុទ្ធតែថ្លង់និយាយមិនចុះសម្រុងគ្នាបានជារឿងនេះគេហៅថារឿងតំឡុង7សន្តានស្ដាប់មិនជាក់កុំអាលញាក់ចិញ្ចើម